ក្រៅភ្លាមមកចង្រៃជោគនេះលោកកំពុងតែធ្វើស្អីហ្នឹងវាកំពុងតែសម្ដែងល្ខោនទេស្រីឈួតនេះធ្វើពុតជាគេលក់ទេស្រីនេះធ្វើឲ្យគ្រួសារខ្ញុំខ្មាស់គេស្រីចង្កួតបង្ករឿងច្រើនពេកឲ្យឆាប់ក្រោកមកធ្វើឯងដេកលក់វៃងាប់ឥឡូវនេះស្រីចង្កួតនេះវិញគ្រូពេទ្យថាវាមិនគួរណានៅកន្លែងនេះទេវាជាមនុស្សប្រុសវាថាខ្លួនឯងជាមនុស្សស្រីប្រកាសជាវាជាមនុស្សប្រុសទេវាចូលចិត្តប្រុសដូចគ្នាឆាប់ហៅពេទ្យសរសៃប្រសាទមកយកវាដាក់បន្ទប់មនុស្សឈួតភ្លាមទៅហៅពេទ្យផ្នែកសរសៃប្រសាទមកហើយនៅកន្លែងនេះថាម៉េចលោកស្រីខ្លាំងធ្វើអីពេទ្យព្យាបាលរបស់ជាបានព្យាបាលផ្នែកសរសៃប្រសាទព្យាបាលអីទៅយកវាទៅឃុំភ្លាមទៅគឺបានធ្វើការបដូរភេទកាលពី3ឆ្នាំមុន2ឆ្នាំនេះគឺចាប់ផ្ដើមមកព្យាបាលទៀតមុនដំបូងគ្រួសាររបស់គេថាគេឈួតគឺហៅគ្រួសារមកវាយគេបន្ទាប់មកឃុំគេទុករួចហើយបន្តវាយគេទៀតលើកនេះសញ្ញាជា20នាក់បដូរវេនវាយគ្នាឲ្យតែអញ្ចឹងប្រកាសជាស្លាប់មុនអាយុហើយឆាប់បញ្ជូនគេទៅបន្ទប់នៃជំងឺសរសៃប្រសាទរបស់គេបើស្នើសុំព្យាបាលរួមខ្ញុំអាចនឹងទទួលទុកបន្តទៀតអ្នកអាចស្នាប់ខ្លួនបានសម្រាប់អញ្ចឹងចុះទទួលអ្នកជំងឺហើយគាត់ធ្វើយ៉ាងម៉េចទៀតឯងមើលប្រវត្តិអ្នកជំងឺបែកចែកពីដំណាក់កាលរាប់អានបិទឯងចូលរៀនដែរទេចុះឯងគិតយ៉ាងម៉េចបណ្ដោយយើងទៅស្រីម្នាក់នោះគ្មានទៅផងនឹងមុនពេលដែលការបដូរភេទប្រាប់ថាគ្មាននរណារារាំងគ្មានជំងឺសរសៃប្រសាទក្រែងគ្មានបញ្ហាបានជាធ្វើការវះកាត់ភេទបែបនេះត្រូវហើយស្រឡាញ់ភេទដូចគ្នាគឺមិនមែនជាជំងឺទេនេះគឺជាមតិរួមរបស់គ្រូពេទ្យផ្នែកសរសៃប្រសាទទូទាំងពិភពលោកគេគឺលោកចៅយូរហើយពួកឯងស្មានថាខ្ញុំមិនដឹងរឿងនេះឲ្យពួកឯងមកនិយាយប្រាប់ដាស់អ្នកគ្រូផ្នែកដាំកម្រិតនេះគួរតែមានកម្រិតរត់តិចប៉ុន្តែស្រីម្នាក់នោះគឺត្រូវតែវាយរហូតតែមិនបញ្ហារអត់គ្មានកម្រិតគ្មានសង្ឃឹមគេស្ងៀមដូចជាសាកសត្វតែមានជំងឺសរសៃប្រសាទដែរទេមានចុះត្រូវវិភាគជំងឺឬអត់ត្រូវតែវិភាគមិនដឹងហើយអ្នកឈរធ្វើមកអីទៀតចឹងទេអាឡូរៀមច្បងមកនេះផ្សាយសារខ្ញុំមានន័យថាម៉េចហេតុអីខ្ញុំទៅជំនួសខ្លាចខ្ញុំ